កូនបង្កើតរបស់ខ្ញុំនេះរៀងវានៅតូចៗទេតែថ្លាឃើញថាវាក្លាហាននេះគឺកូនបង្កាត់ទៅតែបង្កាត់បានរយៈពេលប្រហែលជា3ទៅ4ខែទេបាទអញ្ចឹងឃើញថាវាធំល្មមអាចបង្កាត់ក៏ខ្ញុំបង្កាត់ទៅបាទមិនតាន់អួតទេបាទពេលដែលវាចេញអួតគឺវាស្អាតបាទទៀតវាអួតហើយដោយសារខ្ញុំទៅចាប់ដាក់កែវមិញទៅធ្វើឲ្យវានៅខ្លាចបាទនៅផ្អើលអញ្ចឹងទៅតិចទៀតហ្នឹងគឺចាប់ផ្ដើមអួតហើយបាទហើយវាសិនមិនតាន់ឃើញគ្នាល្អបាទទៀតឃើញហ្នឹងគឺអួតហើយបាទដល់ឃើញឡើយបាទឃើញហើយឃើញបដាហើយយ៉ាចំពេលវាអួតគ្នាល្អហើយខ្ញុំនឹងដាក់វាចូលគ្នាបន្តិចដើម្បីមើលភាពរហ័សរហួនរបស់វាតើវារហ័សប៉ុណ្ណាបាទព្រោះកូនត្រីបង្កាត់របស់ខ្ញុំនេះមេបាវាល្អអញ្ចឹងខ្ញុំរើសពេលមេបាល្អហ្នឹងខ្ញុំបានរើសមកគូអញ្ចឹងយកទៅបង្កាត់ទៅក៏ចេញមកកូនបានរាងស្អាតបែបនេះបាទបាទរៀងវានេះចាប់ផ្ដើមចេញរៀងហើយបាទឃើញគ្នាហើយបាទពេលឃើញគ្នាគឺអញ្ចឹងបាទគឺវាអែមភ្លឺតិចកង់ភ្លឺនេះគឺស្អាតបាទមើលរៀងទៅបាទត្រីក្រំម៉យ៉ាងហ្នឹងដែលនៅខាងខ្ញុំនៅក្មេងហ្នឹងគឺប្រភេទមកថាត្រីក្រំពណ៌មាសបាទត្រីក្រំមាសនោះបាទគឺយកមកគូអញ្ចឹងទៅអូស្រឡាញ់ណាស់នៅក្មេងបាទគឺដឹងតែយកមកចេញទៅរៀនមកទៅជាប់ហើយតាមបន្លាយតាមបឹងហ្នឹងគឺជាប់បានយកមកដាក់អួតគ្នាហើយកាលអត់មានទៅដាក់លុយដាក់កាក់អីទេបាទគឺប្រភេទថាចូលពីណាគេឈ្នះបានត្រីបាទតែជាទូទៅត្រូវចាញ់ពួកខ្ញុំមិនដែរយកទៅណាទេឲ្យតែគេទៅគេយកទៅណាក៏យកទៅតែជាទូទៅគឺដឹងថាពួកគេតែត្រីចាញ់គឺគេបោះចោលហើយបាទមើលរៀងចុះចាបាទគឺពោពេញទៅដោយកម្លាំងរហ័សរហួនបាទចាំមើលទៅទៀតសាកមើលកម្លាំងរបស់វាតើវាអាចថាមួយណារហ័សជាងបាទចាំមើលចាប់ដាក់ចូលគ្នាសិនបាទចាប់ឲ្យមួយនេះដាក់ចូលចង់មិនចង់មកទៀតបាទចូលមកបាទតើវាយ៉ាងម៉េចវិញបាទអូបាទគឺលេងទេបាទ
វាប៉ុណ្ណាដែរបាទអូកម្លាំងខ្លាំងណាស់បាទផងទៅឡើងឲ្យទឹកស្អាតបាទមកគូនេះបាទស្អាតណាស់បាទយកកែវនេះចេញតិចសិនដើម្បីឲ្យវាមើលទៅវាថ្លាយ៉ាអូមិនធម្មតាទេបាទចិត្តតិចយ៉ាបង្កើទឹកមួយហើយបាទវាជាទូទៅត្រីក្រាំពេលជល់ដំបូងគឺវាឡើងលើអញ្ចឹងបាទអូយ៉ាមួយហើយបាទអូមិនណាលឿនជាងបាទយ៉ាអូប៉ិនគ្នាល្អណាស់បាទយ៉ាងយ៉ាអូហូលឿនរហ័សហ្នឹងបាទអានេះគឺជាការហាត់ប្រាណរបស់វាទេបាទគឺយើងដាក់ឲ្យវាហាត់ប្រាណពេលល្ងាចនៅកម្ដៅមើលសាច់ដុំវាឃើញថាសកាវាក៏ល្អដែរបាទគឺវាស្វិតប្រភេទត្រីនេះគឺស្វិតបាទខាំទៅអត់មានដាច់កតុយអត់មានអីទេគឺបានន័យថាវាសាកគ្នា2 3នេះគឺមិនតាន់ជាមានការដាច់កតុយឬក៏លបកសកាយទេគឺឃើញថាវាមាំសកានេះគឺសកាស្វិតបើសិនជាយើងថែបន្តិចដាក់ទឹកថែបន្តិចទៅគឺល្អណាស់បាទអូរៀងឡើងកតាញ់ហ្មងបាទមួយបាទហ្នឹងហើយអូហូអូធម្មតាទេបាទអែមណាស់បាទហ្នឹងហើយអូហូអូខំកតុយយ៉ាដាច់កតុយមួយបាត់ហើយបាទយើងឲ្យវាហាត់ប្រាណប៉ុណ្ណឹងបានហើយបាទចាំមើលវីដេអូក្រោយទៀតអរគុណជម្រាបលា